សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទជាភាសាអង់គ្លេសមួយដែលយើងនឹងមករៀនបកប្រែទាំងអស់គ្នាទៅជាភាសាខ្មែរហើយអត្ថបទនេះគឺនិយាយអំពីប្រទេសអ៊ីរ៉ង់ Iran and oil prices អ៊ីរ៉ង់និងតម្លៃប្រេងអញ្ចឹងដូចដែលយើងបានដឹងហើយថាប្រទេសអ៊ីរ៉ង់គឺជាប្រទេសដែលផលិតប្រេងមួយអញ្ចឹងខ្ញុំសូមអានអត្ថបទទាំងអស់នេះជូនអ្នកទាំងអស់គ្នាជាមុនសិនទើបយើងបកប្រែពីមួយប្រយោគទៅមួយប្រយោគទាំងអស់គ្នា Iran makes some oil but not as much as big oil countries. Protests in Iran make oil prices go up. People are worried. Only this can also make oil prices go up. Iran cannot sell oil freely, so it sells mainly to China. Iran is near a narrow sea route. Many oil ships pass there. If problems grow bigger, ships cannot get through. Only one country has much extra oil ready. If Iran stops selling oil, others cannot have quickly. Higher oil prices mean higher prices for people. Travel and transport cost more. អូខេអញ្ចឹងយើងបកប្រែដល់គ្នា Iran makes some oil but not as much as big oil countries. Makes ប្រែថាផលិត not as much as មិនច្រើនប្រទេសអ៊ីរ៉ង់ផលិតប្រេងខ្លះៗប៉ុន្តែមិនច្រើនដូចប្រទេសដែលផលិតប្រេងធំៗទេ Protest ប្រែថាការតវ៉ា Protests in Iran make oil prices go up ឡើងថ្លៃការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ People are worried People ប្រែថាប្រជាជនមានការព្រួយបារម្ភ Only this can also make oil prices go up ត្រឹមតែប៉ុណ្ណេះក៏អាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃទៅហើយ Iran cannot sell oil freely, so it sells mainly to China. ប្រទេសអ៊ីរ៉ង់មិនអាចលក់ប្រេងដោយសេរី freely ដោយសេរីដូច្នេះ it នេះគឺសំដៅទៅលើប្រទេសអ៊ីរ៉ង់ដូច្នេះប្រទេសអ៊ីរ៉ង់លក់ជាចម្បងទៅឲ្យប្រទេសចិន mainly ប្រទេសចិន Iran is near a narrow sea route ប្រែថាផ្លូវប្រទេសអ៊ីរ៉ង់នៅជិតផ្លូវសមុទ្រដ៏តូចមួយ Many oil ships pass there កប៉ាល់ដឹកប្រេងជាច្រើនបានឆ្លងកាត់ទីនោះ If problems grow bigger, ships cannot get through. ប្រសិនបើមានបញ្ហាធំកើតឡើងកប៉ាល់មិនអាចឆ្លងកាត់ទីនោះនឹងមានន័យថាឆ្លងកាត់ a narrow sea route អញ្ចឹងបើសិនជាមានបញ្ហាកើតឡើងកប៉ាល់គឺមិនអាចឆ្លងកាត់បានទេ Only one country has much extra oil ready ប្រទេសតែមួយគត់ដែលមានប្រេងបំរុងទុកច្រើនរួចរាល់ហើយ extra បំរុងទុក If Iran stops selling oil, others cannot have quickly
ប្រសិនបើប្រទេសអ៊ីរ៉ង់ឈប់លក់ប្រេង others other នេះគឺសំដៅទៅលើប្រទេសផ្សេងក្រៅពីប្រទេសអ៊ីរ៉ង់ cannot have quickly ប្រសិនបើប្រទេសអ៊ីរ៉ង់ឈប់លក់ប្រេងប្រទេសផ្សេងមិនអាចជួយទាន់ពេលវេលាទេ higher oil prices mean higher prices for people តម្លៃប្រេងខ្ពស់មានន័យថាតម្លៃក៏វាថ្លៃសម្រាប់ប្រជាជនដែរ travel and transport cost more ការធ្វើដំណើរនិងការដឹកជញ្ជូន transport ការដឹកជញ្ជូនក៏ចំណាយថ្លៃដែរមានន័យថាក៏តម្លៃឡើងថ្លៃដែរអូខេអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះអូខេ see you next video